សួស្តីបងប្អូនអរគ្នាថ្ងៃនេះនាំបងប្អូនទៅដើរលេងនៅខាងខេត្តត្បូងឃ្មុំវិញម្ដងបងប្អូនដែលជាស្រុកកំណើតប៉ារបស់ខ្ញុំប៉ុន្តែប៉ាខ្ញុំគឺស្ថិតនៅក្នុងភូមិស្ទឹងហ្នឹងហើយបងប្អូនជាកន្លែងដែលខ្ញុំធ្លាប់រស់នៅនឹងទៅរៀននៅទីនោះអស់រយៈពេលផ្ទង់មួយឆ្នាំកន្លះ2ឆ្នាំដែរបងប្អូនក៏មានអនុស្សាវរីយ៍ច្រើននៅទីនោះដែរលេងផ្ទះនេះគឺផ្ទះបងដែលរាប់អានគ្នាទេញ៉ាំបុកល្ហុងញ៉ាំប្រហិតអីទឹកសៀងអីរសជាតិដែលយើងធ្លាប់ញ៉ាំតាំងពីតូចអញ្ចឹងណាបងប្អូនគឺថានឹករសជាតិមែនទេអញ្ចឹងបងប្អូនកុំភ្លេចតាមដានមើលទាំងអស់គ្នាថាខ្ញុំនាំបងប្អូនទៅភ្លក់រសជាតិអីខ្លះហើយក៏មានមុខម្ហូបច្រើនមែនទេដែលខ្ញុំចង់ហូបប៉ុន្តែយើងអត់មានឱកាសនឹងបានហូបអញ្ចឹងដោយសារយើងទៅរយៈពេលតិចថ្ងៃពេកចង្រិតលីងនៅស្ទឹងឯតំណងឯមានខ្ទឹមពងនេះហើយសំខាន់ផ្សារតែពងចង្រិតពងពេញពោះមើលដាក់ចូលមួយមាត់មួយមើលចូលពងជាតិមកបងប្អូនអើយដល់វគ្គចាប់លៀងម្ដងហើយចាប់លៀងស្ទឹងគេអង្គុយកន្លែងនេះអង្គុយកន្លែងនេះអូខេ let's go អ៊ុយចាំបងប្អូននេះភ័យអ៊ុយចាំធ្លាក់អញមកឡើយចាំអ៊ុយភ័យអ៊ុយទៅហើយអូយភ័យណៃមើលដៃគេតោងផងអញយល់អត់មានម៉ាស់ទៀតមើលលុតចុះបងប្អូនចុះធ្វើមិនវិញជើងខ្លីវិញមកជួយថ្ងៃផ្លាក់គេអូអាប់ដេតហៅ Hello មើលអីគេនិយាយមួយនិយាយគេអត់និយាយមានអីខ្លះសូមអញ្ជើញញ៉ាំបងហងហាងពិសាណាប្រាប់គេត្បូងឃ្មុំភូមិអីភូមិរងលេខអីនោះប្រហិតទេអូនឹករសជាតិដើមមកសុំប្រហិតរសជាតិកាលពីក្មេងមួយប្រហិតរសជាតិកាលពីក្មេងមិនអញ្ចឹងខាងគាត់មានលុយខ្លះបងប្អូនមើលឲ្យអ្នកខាងត្បូងឃ្មុំញាក់មកត្បាល់ក៏ឃើញបាក៏ព្រៀនដែរបាធំតែចាក់ខ្លួនបានតែកន្លែងចាក់មកឡើយក៏ប៉ិតខ្ញុំឃ្លានទឹកម្ទេសទឹកសៀងនៅខាងនេះបងប្អូនទឹកម្ទេសទឹកសៀងនៅខាងហ្នឹងគឺឆ្ងាញ់មែនតើខ្ញុំធ្លាប់ហូបកាលនៅរៀនអស់ហើយសវិសខ្លួនឯងមែនអូមើលអ្នកសវិសគេហ្នឹងមែនអីមើលអ្នកសវិសគេឡើងជូររត់បាត់ហ្នឹងទៅអូស្អែកđấyអត់មករ៉ាត់ពួននេះដាហូបជួយនិយាយស្រួលម្ចាស់ហ្នឹងឲ្យរ៉ែធំណាប្រយ័ត្នហ៊ាន5លើ10រ៉ែឲ្យក្បាលឡើងហ្មងអញបុកល្ហុង7ខ្ចីហើយនឹងប្រហុកតាមតែគេយកកណ្ដងនៅអពុំចាងរ៉ែប្រហុកចូលចិត្តប្រហុកអឺមកពេលយ៉ាក់មិញទឹកសៀងហ្នឹងយើងធ្វើខ្លួនឯងមែនរសជាតិហ្នឹងបាទចាំជួយទៅបងណោះទឹកសៀងហ្នឹងរសជាតិអញមានជីបងទាកូនទៀតអេមរសជាតិមកក្នុងការនៅរៀនរសជាតិការនៅរៀនរសជាតិហ្នឹងក្រែមហ្នឹងក៏ឆ្ងាញ់ដែរណាសួរគាត់នឹងក្រែមគេរៀងស្អាតមិនចាលើថាយើងទៅវិញហើយបងប្អូនអូយក្តៅឥឡូវនេះគឺយើងដើរទៅផ្ទះវិញហើយមកធ្វើទឺអញញុកមែនក្រក់ទៀតក្រក់ទាំងមួកក្រក់ទាំងអីទៀតមែនទាំងអស់មួយសេតអេទៅlên go lên lại ai tao vậy bây giờ mọi người ơi bây giờ